Sum crop សម្ដេចឯកឧត្តមលោកជំទាវលោកអុកញ៉ាអ្នកអុកញ៉ាលោកស្រីប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីសប្តាហ៍នេះព័ត៌មានកាកបាទក្រហមកម្ពុជាបានពំនាំនៅសកម្មភាពមនុស្សធម៌តាមសហគមន៍យកមកផ្សាយជូនទស្សនាតាមពេលវេលានិងម៉ោងដដែលដែលមានសកម្មភាពជាបន្តបន្ទាប់ដូចតទៅសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងទទួលមូលនិធិពីសប្បុរសជនដើម្បីចូលរួមអបអរខួបលើកទី162ទិវាពិភពលោកកាកបាទក្រហមនិងអត្តច័ន្ទក្រហម8ឧសភា2025អ្វីត្បិតតែថ្ងៃ8ឧសភាដែលជាទិវាពិភពលោកកាកបាទក្រហមអត្តច័ន្ទក្រហមបានកន្លងផុតទៅហើយក្តីក៏នៅមានសប្បុរសជនជាបន្តបន្ទាប់អញ្ជើញនាំយកនៅថវិកាសប្បុរសធម៌ចូលរួមជាវិភាគទានជាមួយនឹងសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងឲ្យកាន់តែមានវិសាលភាពនិងនិរន្តរភាពជាក់ស្ដែងនៅថ្ងៃអង្គារទី13ខែឧសភាឆ្នាំ2025នៅទីស្នាក់ការសាខាលោកជំទាវដួងវណ្ណាប្រធានកិត្តិយសសាខាបាននាំយកនៅថវិការបស់សប្បុរសជនប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដែលទទួលដោយឯកឧត្តមហែមពិសិដ្ឋអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខានៅក្នុងពិធីប្រគល់និងទទួលមូលនិធិនេះលោកស្រីជាថ្នាក់ដឹកនាំស្ថាប័នមន្ទីរអង្គភាពនានាក្នុងខេត្តបាននាំយកនៅថវិកាប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងផងដែរលោកជំទាវដួងវណ្ណាបានសម្ដែងសម្ដាលនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចឯកឧត្តមលោកជំទាវលោកអុកញ៉ាលោកស្រីដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួននាពេលកន្លងមកនិងនាពេលនេះជូនដល់សាខានិងសូមអំពាវនាវសប្បុរសជនបន្តជួយឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងដើម្បីមានធនធានក្នុងការជួយដល់ជនរងគ្រោះនិងងាយរងគ្រោះមហន្តរាយក្នុងខេត្តឲ្យបានទាន់ពេលវេលាស្របតាមទិសស្លោកទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជានិងកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នាមិនទុកនរណាម្នាក់ចោលសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងនឹងរងចាំទទួលមូលនិធិរបស់សម្ដេចឯកឧត្តមលោកជំទាវអ្នកអុកញ៉ាលោកស្រីអ្នកនាងកញ្ញាសប្បុរសជនទាំងអស់នៅទីស្នាក់ការសាខារៀងរាល់ម៉ោងធ្វើការ